សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ TML សម្រាប់រឿងសូមស្វាគមន៍មកកាន់ភាគបន្តនៃសាច់រឿងអ្នកក៏ហៅលំដាប់ថ្នាក់ F3 រឿងបានចាប់ផ្ដើមឡើងនៅពេលដែលបិសាចទន្សាយកំហឹងកំពុងតែធ្វើការវាយប្រហារជាមួយនឹងក្រុមអ្នកប្រមាញ់មួយក្រុមនៅក្នុងក្រុមនោះផងដែរបុរសម្នាក់កំពុងតែប្រឈមមុខជាមួយនឹងការវាយប្រហារពីបិសាចទន្សាយកំហឹងស្ថានភាពកាន់តែតានតឹងប៉ុន្តែស្រាប់តែមានបិសាចអណ្ដើកឡាវ៉ាមួយក្បាលវាកំពុងតែធ្វើដំណើរពីក្រោយជាមួយនឹងបុរសម្នាក់ដែលបាននៅពីលើវាបុរសម្នាក់នោះគឺជាតួឯកប្រុសរបស់យើងសិនស៊ីនភាពភ្ញាក់ផ្អើលបានលេចឡើងនៅក្នុងចិត្តរបស់ពួកគេបានសួរគ្នាថាហេតុអ្វីបានជាបិសាចអណ្ដើកឡាវ៉ាមួយក្បាលនោះវាគ្មានប្រតិកម្មអ្វីសោះជាមួយនឹងបុរសម្នាក់នោះតែពេលនោះបិសាចទន្សាយកំហឹងបានបន្តការវាយប្រហារទៅលើបុរសម្នាក់នោះម្ដងទៀតពេលនោះមិត្តភ័ក្តិរបស់គេបានធ្វើការវាយប្រហារតបទៅវិញទៅលើបិសាចទន្សាយកំហឹងដែលបណ្ដាលឲ្យសត្វបិសាចទន្សាយកំហឹងវាពិតជាខឹងជាខ្លាំងហើយវាក៏បានធ្វើការកោះហៅបងប្អូនរបស់វាទាំងពីរក្បាលបន្ថែមទៀតដើម្បីធ្វើការវាយប្រហារទៅលើក្រុមមនុស្សដែលធ្វើឲ្យពួកគេពិតជាមានការភ័យតក់ស្លុតហើយក៏ចាប់ផ្ដើមដាក់មេប្រូចរត់តែម្ដងសិនស៊ីនមិនបានជួយពួកគេទេប៉ុន្តែនៅពេលដែលសម្លឹងមកខាងក្រោយវិញក្រុមមនុស្សទាំង3នាក់បានរត់កាត់នៅពីមុខគេវិញទៅហើយដែលធ្វើឲ្យបិសាចទន្សាយកំហឹងវាយប្រហារមកលើគេវិញតែសិនស៊ីនមិនឲ្យខាតពេលនោះទេគេបានបញ្ជាឲ្យសត្វបិសាចអណ្ដើកឡាវ៉ារបស់គេឲ្យវាយទប់ទល់នឹងសត្វបិសាចទន្សាយកំហឹងទាំង3ក្បាលបង្កឲ្យវាមានការរងរបួសជាខ្លាំងបិសាចទន្សាយកំហឹងទាំង3ក្បាលព្យាយាមវាយប្រហារទៅលើសត្វបិសាចអណ្ដើកដែលបណ្ដាលឲ្យសត្វបិសាចអណ្ដើកបាត់បង់នូវឈាមរបស់វាពាក់កណ្ដាលពេលនោះសុនស៊ីនបានយល់ឃើញថាសត្វបិសាចអណ្ដើករបស់គេវាមានភាពរឹងមាំខ្ពស់តែវាមានល្បឿនយឺតគេចាប់ផ្ដើមបង្វែរយុទ្ធសាស្ត្រដោយប្រើភាពយឺតយ៉ាវរបស់បិសាចអណ្ដើកជាប្រយោជន៍ដែលបណ្ដាលឲ្យសត្វបិសាចទន្សាយទទួលរងនឹងការវាយប្រហារយ៉ាងខ្លាំងដោយដែលយើងបានដឹងរួចមកហើយថាពេលដែលថែងធ្វើការវាយប្រហាររួចរាល់នោះជាវេនរបស់ផ្ដាច់សត្រូវពេលនោះបិសាចទន្សាយកំហឹងដែលនៅសល់វាបានធ្វើការវាយប្រហារទៅលើបិសាចអណ្ដើកដោយឃើញសត្វរបស់ខ្លួនកំពុងតែជួបប្រទះនឹងគ្រោះថ្នាក់ពេលនោះសិនស៊ីនធ្វើការបាញ់ប្រហារសម្ដៅទៅលើបិសាចទន្សាយកំហឹងដើម្បីឲ្យវារត់គេចជាសំណាងសត្វបិសាចអណ្ដើកបានធ្វើការកើនឡើងនៅកម្រិតសមត្ថភាពដែលធ្វើឲ្យវាអាចផ្ដាច់ទៅលើបិសាចទន្សាយដែលនៅសល់បន្ទាប់ពីសិនស៊ីនបានសម្លាប់បិសាចទន្សាយទាំង3ក្បាលនិងទទួលបានរង្វាន់ប្រព័ន្ធបានបង្ហាញថាគេអាចកោះហៅសត្វបិសាចទាំង3ក្បាលជាបរិវាររបស់គេបានឥឡូវនេះគេមានក្រុមផ្ទាល់ខ្លួនដែលមានដូចជា Tank 1, Fighter 3 និង MM 1បន្ទាប់មកមានការប្រមូលផ្ដុំអ្នកប្រមាញ់ទាំងអស់ឲ្យជុំគ្នាដើម្បីធ្វើការប្រមាញ់មេបិសាចចចកស្រមោលនៅជាន់ទី1កញ្ញាម្នាក់ឈ្មោះលូយូយៀនត្រូវបានណែនាំថាជាអ្នកដឹកនាំក្រុមក្នុងការប្រមាញ់នាងត្រូវបានគេស្គាល់ថាជាស្រមោលព្រះច័ន្ទហើយមានសមត្ថភាពដ៏ខ្លាំងពេលនោះមានមនុស្សម្នាជាច្រើនមានការចាប់អារម្មណ៍ទៅលើនាងក្នុងនោះក៏មានតួឯកប្រុសរបស់យើងរួមទាំងអេដមីនផងដែរនៅពេលធ្វើដំណើរទៅប្រមាញ់សិនស៊ីនគិតថាគេមិនអាចបង្ហាញសមត្ថភាពនៃការកោះហៅសត្វបិសាចបានទេដើម្បីកុំឲ្យមានការភ្ញាក់ផ្អើលពេលនោះពួកគេបានជួបជាមួយនឹងសត្វបិសាច3ក្បាលកញ្ញាយាននាងបានសម្លាប់ពួកវាទាំង3ក្បាលត្រឹមតែមួយស្នៀតដៃប៉ុណ្ណោះធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលហើយក៏សរសើរនាងថាជាថ្នាក់ S rank ពិតជាសមត្ថភាពខ្លាំងពេលនោះនាងប្រាប់ពួកគេថាយើងត្រូវបន្តដំណើរទៅខាងមុខទៀតពេលនោះតួឯកប្រុសរបស់យើងបានគិតថាគេមិនអាចលួចសម្លាប់នៅមេបិសាចចចកស្រមោលនៅចំពោះមុខនាងបាននោះទេកាលដែលពួកគេបានទៅដល់ច្រកទ្វាររបស់បិសាចចចកស្រមោលកញ្ញាយានបានប្រាប់អ្នកទាំងអស់គ្នាថាមិនត្រូវមានការធ្វើប្រហែសឬធ្វើការវាយប្រហារដោយចិត្តឯងបាននោះទេបើមិនដូច្នោះទេនឹងត្រូវបានសម្លាប់ដោយបិសាចចចកស្រមោលបិសាចចចកស្រមោលបានលេចចេញមកដោយធ្វើការវាយប្រហារទៅលើកញ្ញាយាននាងបានធ្វើការវាយប្រហារត្រឹមតែមួយស្នៀតដៃប៉ុណ្ណោះដែលធ្វើឲ្យបិសាចចចកស្រមោលត្រូវបានស្លាប់នាងបានយកស្នូលបិសាចផ្សេងៗដែលនាងបានសម្លាប់និងស្នូលរបស់បិសាចសត្វចចកមកបង្ហាញពួកគេហើយនាងបានផ្ញើសារទៅមិត្តរួមក្រុមរបស់នាងថាមេបិសាចចចកស្រមោលនៅជាន់ទី1ត្រូវបានសម្លាប់ហើយនាងនឹងទៅជាន់ទី5វិញមនុស្សជាច្រើនបានសរសើរថានាងគឺជាវីរៈជនដែលបានជួយអ្នកថ្មីក្នុងការវឹកហាត់នាពេលថ្មីនេះហើយមិត្តរបស់នាងម្នាក់បានប្រាប់ក្រុមរបស់ពួកគេថាថ្មីនេះបិសាចខ្លាំងកំពុងតែធ្វើការអុកឡុកត្រូវតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាតែបន្ទាប់មកមានការផ្លាស់ប្ដូរយ៉ាងខ្លាំងមួយពេលនោះមានមេបិសាចចចកស្រមោលមួយក្បាលទៀតស្ថិតនៅកម្រិត Elite Rank មួយក្បាលបានចេញមកពីច្រកទ្វារនោះម្ដងទៀតមនុស្សទាំងអស់គ្នានៅទីនោះពិតជាមានការភ័យខ្លាចហើយកញ្ញាយានបានសម្រេចចិត្តថានាងនឹងធ្វើការទប់ទល់ជាមួយវាហើយអ្នកដទៃទៀតត្រូវតែរត់គេចឲ្យបានឆាប់ប្រសិនបើអ្នកទាំងអស់គ្នានៅទីនេះមានតែធ្វើជាបន្ទុកដល់នាងប៉ុណ្ណោះ
នាងបានគិតថាមេបិសាចចកដែលស្ថិតនៅកម្រិត Elite Rank លុះត្រាតែមានអ្នកប្រមាញ់ខ្លាំងៗ5នាក់ទើបអាចធ្វើការសម្លាប់វាបានពេលនោះតួឯកប្រុសរបស់យើងសិនស៊ីនគេបានគិតថាតើនាងមានសមត្ថភាពនៅក្នុងការទប់ទល់ជាមួយនឹងមេបិសាចចកដែលស្ថិតនៅកម្រិត Elite Rank មួយក្បាលតែម្នាក់ឯងដែរឬទេវាមិនមែនជាបិសាចធម្មតានោះទេវាស្ថិតនៅកម្រិត Elite Rank វាខ្លាំងជាងមេបិសាចចកមុននឹងទៅទៀតហើយមិនធ្លាប់មាននរណាម្នាក់អាចប្រយុទ្ធជាមួយនឹងវាមួយទល់នឹងមួយបាននោះទេវាមានល្បឿនលឿនការវាយប្រហារខ្លាំងតែពេលនេះលូយៀននាងបានប្រើក្បាច់ដាវដើម្បីវាយប្រហារទៅលើវាប៉ុន្តែមិនមានផលប៉ះពាល់ខ្លាំងនោះទេពេលនោះបិសាចចកបានធ្វើការវាយប្រហារមកលើនាងបណ្ដាលឲ្យនាងទទួលរងនូវរបួសយ៉ាងធ្ងន់នៅពេលដែលសិនស៊ីនបានឃើញនាងត្រូវបានចចកវាយប្រហារបែបនេះគេបានចាប់ផ្ដើមរត់សម្ដៅទៅលើបិសាចចកគេបានគិតថានាងគ្រាន់តែជាក្មេងស្រីធម្មតាម្នាក់ប៉ុណ្ណោះពេលនោះបិសាចចកបានធ្វើការវាយប្រហារទៅលើនាងម្ដងទៀតដែលបណ្ដាលឲ្យនាងរងរបួសយ៉ាងខ្លាំងប្រព័ន្ធបានលើកឡើងពេលនោះបិសាចចកបានធ្វើការវាយប្រហារទៅលើនាងម្ដងទៀតដែលបណ្ដាលឲ្យនាងរងរបួសយ៉ាងខ្លាំងប្រព័ន្ធមួយបានលេចឡើងហើយបានជូនដំណឹងទៅដល់នាងថានាងត្រូវបានការវាយប្រហាររបស់បិសាចចកដកអស់115ឈាមជារៀងរាល់10វិនាទីនឹងធ្វើការដក 1% នៃឈាមរបស់នាងប្រសិនបើនាងមិនធ្វើការបញ្ឈប់នៅការបង្ហូរឈាមនោះពេលនោះសត្វបិសាចចកបានធ្វើការវាយប្រហារទៅលើនាងម្ដងទៀតដែលបណ្ដាលឲ្យនាងទប់ចំហមិនបានដួលទៅលើដីសត្វបិសាចចករៀបនឹងសម្លាប់នាងប៉ុន្តែត្រូវបានគ្រាប់ព្រួញរបស់សិនស៊ីនធ្វើការវាយប្រហារទៅលើបិសាចចកដែលធ្វើឲ្យបិសាចចកធ្វើការដេញវាយប្រហារទៅលើសិនស៊ីនរបស់យើងហើយគេបានអស់បិសាចចកចេញឲ្យឆ្ងាយពីតំបន់មួយនោះពេលនោះតួឯកប្រុសរបស់យើងបានគិតថាគេត្រូវតែរស់ដើម្បីមើលថែប្អូនស្រីរបស់គេនឹងសម្លាប់បិសាចចកនេះព្រោះវានៅសល់ឈាមត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះប៉ុន្តែពេលនេះបិសាចចកវាហក់សម្ដៅទៅលើសិនស៊ីនគេបានកោះហៅសត្វបិសាចរបស់គេធ្វើការទប់ទល់ជាមួយនឹងបិសាចចកដែលស្ថិតនៅកម្រិត Elite Rank មួយនេះពេលនេះសាច់រឿងបានបង្វែរឲ្យយើងមកឃើញអំពីកញ្ញាយាននាងបានគិតថានាងត្រូវតែប្រញាប់ទៅជួយសង្គ្រោះបរិសម្នាក់នោះនាងគិតថាគាត់គ្រាន់តែជាអ្នកវឹកហាត់កម្រិតដំបូងប៉ុណ្ណោះនាងត្រូវតែធ្វើការខាត់ឈាមរបស់នាងជាមុនសិនមុននឹងទៅធ្វើការទៅជួយបរិសម្នាក់នោះពេលនោះស្រាប់តែមានធម្មពលមួយបានធ្វើការជួយព្យាបាលរបួសរបស់នាងនៅពេលដែលនាងបានងាកទៅនោះគឺជាក្រុមរបស់នាងដែលបានមកជួយនាងពេលនោះនាងបានសុំពួកគេដើម្បីឲ្យពួកគេធ្វើការទៅជួយបរិសដែលបានជួយនាងមុននេះមកមើលពីតួឯកប្រុសរបស់យើងកំពុងតែធ្វើការទប់ទល់ជាមួយបិសាចចកដោយមានសត្វរបស់គេជាជំនួយក្នុងការវាយប្រហារពេលនេះគឺ5ទល់នឹង1បិសាចចកទទួលបានការវាយប្រហារផ្ទួនវាចាប់ផ្ដើមធ្វើការវាយប្រហារតដែលបណ្ដាលឲ្យសត្វបិសាចទន្សាយ2ក្បាលត្រូវបាត់បង់ជីវិតដែលធ្វើឲ្យសិនស៊ីនពិតជាមានការព្រួយបារម្ភជាខ្លាំងជាមួយគ្នានោះផងដែរបិសាចអណ្ដើកនិងបិសាចទន្សាយវាបានធ្វើការព្រួតដៃសម្លាប់ទៅលើបិសាចចកបានជោគជ័យពេលនោះប្រព័ន្ធបានលោតឡើងសូមអបអរសាទរអ្នកបានសម្លាប់បិសាចចកកម្រិត Elite Rank ដោយផ្ដល់រង្វាន់មានដូចជាស្នូលធម្មពលចំនួន4កាំបិតធ្វើអំពីឆ្អឹងចចកនិងខ្សែកធ្វើអំពីចង្កូមចចកពេលនោះព័ត៌មានបានលោតបង្ហាញកាំបិតឆ្អឹងចចកស្ថិតនៅកម្រិត C rank ការវាយប្រហារពី50ទៅ90ជំនាញពិសេសគ្មានភាពធន់គឺ 100% ខ្សែកចង្កូមចចកស្ថិតនៅកម្រិត C rank ការវាយប្រហារបូក 0.5% ជំនាញពិសេសគ្មានភាពធន់គឺ 100% ពេលនោះសិនស៊ីនគេក៏បានគិតថានៅពេលដែលគេត្រឡប់ទៅវិញគេនឹងធ្វើការលក់កាំបិតឆ្អឹងចចកយកលុយដើម្បីមកធ្វើការព្យាបាលប្អូនស្រីរបស់គេពេលនោះអ្វីដែលគេបានគិតបន្ទាប់គឺជាការកោះហៅនៅបិសាចចកដែលគេបានសម្លាប់ពេលនោះសុនស៊ីនគេក៏បានកោះហៅបិសាចចកស្រមោលព័ត៌មានត្រូវបានបង្ហាញបិសាចចកស្រមោលស្ថិតនៅកម្រិតលេខ1ឈាម 3000 ការវាយប្រហារចន្លោះពី260ទៅ380ការការពារ 1500ជំនាញស្រមោលពេលនោះសិនស៊ីនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងហើយគេក៏មានភាពសប្បាយរីករាយជាខ្លាំងផងដែរគេប្រញាប់បិទប្រព័ន្ធហើយធ្វើការចាក់ចេញពីកន្លែងនោះយ៉ាងឆាប់រហ័សដើម្បីកុំឲ្យអ្នកដទៃឃើញអំពីសមត្ថភាពនិងដឹងអំពីគេបន្ទាប់មកក្រុមរបស់កញ្ញាយានក៏បានមកដល់ពួកគេបាននាំគ្នាដើររកបរិសម្នាក់នោះប៉ុន្តែមិនឃើញអ្វីដែលពួកគេបានឃើញគ្រាន់តែជាការបែកបាក់កន្លែងដែលត្រូវបានវាយប្រហារពេលនោះកញ្ញាយានបានគិតថាបរិសម្នាក់នោះគ្រាន់តែជាអ្នកប្រមាញ់ធម្មតាកម្រិតដំបូងប៉ុណ្ណោះដោយសារតែនាងមិនអាចដោះស្រាយជាមួយសត្វចចកនោះបានទើបធ្វើឲ្យរឿងបែបនេះមានការកើតឡើងនៅពេលដែលសិនស៊ីនត្រឡប់មកដល់ផ្ទះគេបានបើកមើលរង្វាន់ដែលគេទទួលបាននៅថ្ងៃនេះ
ហើយគេបានធ្វើការលក់វានៅក្នុងប្រព័ន្ធដែលរួមមានស្នូលថាមពលប្រឡឹងកម្រិតទាបចំនួន61និងកម្រិតមធ្យមចំនួន25ហើយគេថែមទាំងបានយកស្នូលប្រឡឹងមួយមកធ្វើការស្រូបនោះគឺពណ៌ក្រហមហើយគេបានគិតថាគេធ្លាប់បានអានព័ត៌មានមួយដែលបានបញ្ជាក់ថានៅពេលដែលមនុស្សម្នាក់មានការកើនឡើងនៅសមត្ថភាពនៅក្នុងដែនដីបិសាចនោះនៅក្នុងពិភពលោកពិតក៏មានការកើនឡើងសមត្ថភាពផងដែរគេនឹងធ្វើការសាកល្បងវានៅថ្ងៃស្អែកកាត់ចូលមកដល់ពេលព្រឹកគេបានជួបជាមួយប្អូនស្រីរបស់គេហើយគេបានស្ដីបន្ទោសឲ្យនាងរឿងធ្វើអាហារពេលព្រឹកដែលគេធ្លាប់បានប្រាប់អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺជាជំងឺប្អូនស្រីរបស់គេពេលនេះប្អូនស្រីរបស់គេបានសួរទៅកាន់គេថាតើបងប្រុសរបស់គេបានដាស់ឡើងនៅសមត្ថភាពអ្វីព្រោះគេពិតជាចង់ជួយដោះស្រាយបងប្រុសរបស់គេប៉ុន្តែគេបានប្រាប់ប្អូនស្រីរបស់គេវិញថាមុនពេលដែលគេចាក់ចេញប្អូនស្រីរបស់គេត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រនៅពេលដែលសិនស៊ីនបានមកដល់សាលារៀនគេបានធ្វើការបើកមើលប្រព័ន្ធដើម្បីឲ្យដឹងថាតើគេទទួលបានទឹកប្រាក់ប៉ុន្មានពីការលក់ស្នូលថាមពលប្រឡឹងកាលពីយប់មិញប្រព័ន្ធបានបង្ហាញគេទឹកប្រាក់ដែលគេទទួលបានចំនួន 198,000 ពេលនោះគ្រូបន្ទប់ថ្នាក់បាននាំនារីម្នាក់មកធ្វើការណែនាំខ្លួនឈ្មោះរបស់នាងគឺលូយូយៀននាងកំពុងតែធ្វើការស្វែងរកបុរសម្នាក់ដែលបានជួយនាងកាលពីយប់មិញនៅក្នុងទឹកដីបិសាចប៉ុន្តែតួឯកប្រុសរបស់យើងមិនខ្វាយខ្វល់អំពីរឿងនោះទេហើយសិស្សជាច្រើននៅក្នុងថ្នាក់គេពិតជាច្រណែននិងកោតសរសើរចំពោះបុរសម្នាក់នោះខ្លាំងណាស់ប៉ុន្តែមិត្តភ័ក្តិរបស់ស៊ិនស៊ីនគេបាននិយាយថាគេបានដឹងអំពីបុរសម្នាក់នោះឈ្មោះរបស់គេគឺរក្សាពេលនោះគេបានថែមទាំងបបួលស៊ិនស៊ីនចូលទៅក្នុងទឹកដីបិសាចនៅក្នុងយប់នេះផងដែរព្រោះគេបាននាំនារីដ៏ស្រស់ស្អាត2នាក់មកជាមួយនៅក្នុងទីលានវឹកហាត់ស៊ិនស៊ីនកំពុងតែធ្វើការជូតឥដ្ឋហើយសិស្សជាច្រើនបានកោតសរសើរទៅលើបុរសម្នាក់នោះដែលមានសមត្ថភាពអស្ចារ្យកម្ដាប់ដៃរបស់គេគឺមានដល់ទៅ507គីឡូក្រាមវាខ្ពស់ជាងកញ្ញាយានដល់ទៅ7គីឡូក្រាមក្រុមរបស់គេពិតជាកោតសរសើរនៅអនាគតដ៏ល្អរបស់បុរសម្នាក់នោះពេលនោះបុរសម្នាក់នោះបាននិយាយថាគេពិតជាមិនអាចប្រៀបផ្ទឹមជាមួយនឹងកញ្ញាយានបានទេចំណែកឯស៊ិនស៊ីនរបស់យើងបានធ្វើតេស្តនៅកម្ដាប់ដៃរបស់គេបន្ទុករបស់គេដែលទទួលបាននោះគឺ997គេបានគិតថាវាមិនទាន់គ្រប់គ្រាន់ទេសម្រាប់គេនៅក្នុងទឹកដីបិសាចហើយគេថែមទាំងនិយាយថាគេនឹងធ្វើការចូលទៅក្នុងទឹកដីបិសាចនៅក្នុងយប់នេះដើម្បីធ្វើការស្វែងរកនៅធម្មពលបន្ថែមនៅក្នុងទឹកដីបិសាចប្រព័ន្ធបានលោតបង្ហាញកន្លែងផ្ទុកនៅសត្វរបស់ស៊ិនស៊ីនគឺនៅសល់7ប្រអប់គេបានធ្វើការក៏ហៅនៅបិសាចចចកស្រមោលដើម្បីធ្វើការវាយប្រហារសម្រាប់នៅសត្វបិសាចអណ្ដើកនិងសត្វបិសាចទន្សាយមកធ្វើជាកូនចៅពេលនោះគេបានប្រទះឃើញបរិះកម្មាប់ម្នាក់និងនារីដ៏ស្រស់ស្អាត2នាក់បានរត់គេចពីសត្រូវរបស់ពួកគេដោយបរិះម្នាក់នោះគឺជាជាងវ៉ាងមិត្តរួមថ្នាក់របស់គេជាងវ៉ាងបានធ្វើការរត់គេចពីមនុស្សដែលបានដេញសម្លាប់គេថ្ងៃនេះខ្ញុំសូមបញ្ចប់សាច់រឿងត្រឹមតែប៉ុណ្នេះដូច្នេះសូមអ្នកទាំងអស់គ្នាដែលបានចូលទស្សនាសូមជួយចុច like Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបាននូវភាពបន្តនៅពេលក្រោយសូមអរគុណ